Rương bồ rò bồn nè chuột đòn đám là xoài muối nâng mía miên nị tiền mùi thả miên bồ rò bồn nè từ rộng riêng sal sát ai krong cạ tạ xe la mà hà nổ cổ lúc riêng sal sát lúc chọc sọc cục hỏi có lia cru đào trở lọc một sọc vinh lúc một đo còn đào prey bồ rò thằng bồn lúc bạn khơi tức mùi còn lại vô thà tức là ó cũng đăng thà tức lúc miền bực bồ rò bồn nè dọcទឹកនោះមកលុបលៀងមុខមាត់ក៏ខ្វាក់ភ្នែកអស់នឹងដើរទៅលំនៅអាត្មាហើយទីទីក៏ពុំបានបរមម្នាក់និយាយថាបើយើងងងឹតអស់ទាំង4នាក់ហើយតើធ្វើមិនដេចនឹងបានអាហារស៊ីបរមម្នាក់ឆ្លើយថាកាលអញយល់ព្រះរាជឧទ្យានរបស់ស្ដេចមួយកន្លែងមានស្វាយផ្លែបរមម្នាក់ថាបើចៅដឹងថាព្រះរាជឧទ្យាននៅទីណាជាប្រកបយើងត្រូវនាំគ្នាសម្ដៅទៅទីនោះបរមម្នាក់ឆ្លើយថាបើចៅយល់ស្វាយនោះអញក៏យល់ស្វាយនោះដែរប៉ុន្តែស្វាយនោះមានផ្លែតែមែកមួយបរមម្នាក់ឆ្លើយវឹងថាបើចៅយល់មានស្វាយមានផ្លែពិតមែនទុកងាយឲ្យអញនឹងចោលឲ្យជ្រុះផ្លែស្វាយនោះបរមម្នាក់ឆ្លើយឡើងថាឲ្យតែចៅចោលឲ្យជ្រុះមកចុះអញនឹងទទួលផ្លែស្វាយនោះឲ្យបានកុំឲ្យជ្រុះដល់ដីបរោះខ្វាក់ទាំង4នាក់នោះលុះគិតចូលចិត្តព្រមគ្នាទៅវិញទៅមកហើយក៏បណ្ដាគ្នាទៅរកឃើញស្វាយក្នុងព្រះរាជឧទ្យានព្រះមហាក្សត្រនោះមែនទើបបរោះមួយចោលឡើងត្រូវផ្លែស្វាយនោះជ្រុះចុះមកបរោះមួយទទួលចាប់បានផ្លែស្វាយនោះមិនឲ្យជ្រុះដល់ដីឡើយម្ល៉េះហើយស្វាយក៏បែកទឹកខ្ចាយត្រូវបរោះទាំង4នោះពឹសក៏ជ្រុះចេញអំពីភ្នែកបរោះទាំង4នោះប្រែជាភ្លឺដោយកាលដែលខ្លួននៅពីកំឡោះឡើងវិញបរោះទាំង4កាលបើបានភ្លឺភ្នែកបានឃើញផ្លែស្វាយនោះហើយដណ្ដើមផ្លែស្វាយគ្នាទើបនាំគ្នាទៅប្តឹងចៅក្រមដោយដំណើរទីទីចៅក្រមពិចារណាកាត់សេចក្តីឲ្យបរោះទាំង4នោះបានក៏នាំឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រដោយនៅដំណើរសេចក្តីនោះព្រះមហាក្សត្រទ្រង់ព្រះចិន្តាពិចារណាដោយព្រះបញ្ញាឆ្វេងយល់ហើយទ្រង់មានព្រះបន្ទូលថាព្រះស្ដែងដែលទទួលផ្លែស្វាយបាននោះត្រូវបានមួយចំហៀងហើយព្រះស្ដែងទាំង3នាក់នោះបិទពុំបានទទួលផ្លែស្វាយនោះត្រូវបានមួយចំហៀង3នាក់គឺបរោះដែលបានមួយចំហៀងម្នាក់ឯងនោះពីព្រោះតែទទួលចាប់បានផ្លែស្វាយនោះឯងបរោះទាំង4នាក់ចូលចិត្តហើយក៏ព្រមព្រៀងគ្នាទទួលធ្វើតាមព្រះរាជបន្ទូលព្រះមហាក្សត្រទ្រង់បង្គាប់បានបរិភោគផ្លែស្វាយស្រេចហើយក្រាបបង្គំព្រះមហាក្សត្រចេញទៅលុះបរោះទាំង4នាក់នោះនាំគ្នាដើរទៅបរោះម្នាក់បានឃើញកំណប់មាសទើបនាំគ្នាជីកកំណប់នោះទាំង4នាក់ជីកចិត្តបានក៏ប្រកែកគ្នាថាអញព្រួយជីកលើសចៅទាំង3បរោះម្នាក់ថាអញក៏ព្រួយជីកដែរបរោះម្នាក់និយាយទៅកាន់ចៅនោះថាអញក៏ព្រួយជីកដូចគ្នាបរោះដែលបានឃើញកំណប់ថាបាននិយាយពីព្រួយអញព្រួយលើសអ្នកទាំងអស់ត្បិតអញបានឃើញកំណប់មុនហើយអញព្រួយជួយជីកយកមាសទៀតផងដូច្នេះគួរអញបានលើសគេបរិះទាំង4នាក់ជជែកប្រកែកគ្នាពុំដាច់ស្រេចសោះទើបនាំគ្នាទៅប្តឹងចៅក្រមដោយនៅដំណើរទីទីចៅក្រមមិនអាចចែកឲ្យបរិះទាំង4នាក់នោះយល់ព្រមគ្នាបានឡើយក៏នាំបរិះ4នាក់ឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រដោយនៅដំណើរព្រះមហាក្សត្រក៏ទ្រង់ពិចារណាឆ្វេងយល់ដោយដំណើរសេចក្តីបរិះទាំង4នោះហើយទ្រង់ឲ្យចែកមាននោះជា5ភាគឲ្យទៅបរិះដែលបានឃើញកំណប់នោះ3ភាគត្បិតអ្នកនោះស្លូតត្រង់ពុំលាក់នឹងគ្នា2ភាគទៀតទ្រង់ឲ្យចែកទៅបរិះទាំង3នាក់ស្មើគ្នាបរិះទាំង4នោះព្រមទទួលយកចំណែកមាននោះដោយព្រះបន្ទូលព្រះមហាក្សត្រទ្រង់ព្រះបញ្ជាហើយក្រាបទូលបង្គំលាទៅលំនៅឋានទាំងអ
រឿងបរោះ3នាក់ឆ្លួនដណ្ដើមដំណេកគ្នាមាននិទានមួយថាមានបរោះ3នាក់វិវាទជជែកប្រកែកដណ្ដើមដំណេកគ្នាចង់ដេកកណ្ដាលតែរៀងខ្លួនបរោះទាំង3នាក់ក្រវើនតែប្រកែកជជែកទៅវិញទៅមកឥតឈប់ក៏ខានបានដេកជប់នោះលោកប្រកាសកណ្ដំគ្នាទៅរកចៅក្រមប្តឹងដោយដំណើរទីតិចៅក្រមពិចារណាក្តីនោះពុំដាច់ស្រេចក៏នាំបរោះទាំង3នាក់ទៅក្រាបបង្គំទូលព្រះមហាក្សត្រដោយដំណើរនោះព្រះអង្គទ្រង់ព្រះសណ្ដាប់ហើយទ្រង់ព្រះតម្រេះដោយព្រះបញ្ញាឆ្វេងយល់ដោយព្រះវិចារណញាណហើយទ្រង់ត្រាស់បង្គាប់ថាចូលព្រះស្ដែងទាំង3នាក់ដេកយកក្បាលឈមមុំចូលរកគ្នានេះឯងហៅថាដេកកណ្ដាលគ្រប់គ្នាបរោះទាំង3នាក់ទទួលព្រះបន្ទូលនោះហើយក៏ក្រាបបង្គំលាព្រះមហាក្សត្រទៅលំនៅរៀងខ្លួនរឿងមហាសេដ្ឋីមានកូន3នាក់ឆ្លួនដណ្ដើមមរតកគ្នាមាននិទានមួយថាមានមហាសេដ្ឋីម្នាក់មានកូនប្រុស3នាក់កូនច្បងនិងកូនបន្ទាប់2នាក់មានប្រពន្ធហើយចេញទៅធ្វើផ្ទះនៅដោយខ្លួនពីគ្នាឆ្ងាយពីផ្ទះឪពុកចំណែកកូនពៅនៅផ្ទះជាមួយឪពុកជាប់រហូតមកលុះឪពុកមានជំងឺឈឺធ្ងន់កូនពៅដែលនៅផ្ទះជាមួយតែងតែថែទាំជំងឺបម្រើឪពុករាល់ថ្ងៃរហូតដល់ឪពុកខ្សែជីវិតហើយកូនបង2នាក់មិនបាននៅថែរក្សាជំងឺឪពុកទេប៉ុន្តែលុះឪពុកខ្សែផុតទៅហើយទើបបានមកជួយធ្វើបុណ្យខ្មោចឪពុកកូនទាំង3នាក់ឆ្លោះប្រកែកជជែកគ្នាដណ្ដើមគេមរតកឪពុកនិយាយមិនដាច់ស្រេចក៏នាំគ្នាទៅប្តឹងចៅក្រមកាត់សេចក្តីមកបានក៏នាំបរោះទាំងនោះឡើងក្រាបបង្គំទូលព្រះមហាក្សត្រតាមដំណើរគ្រប់ប្រការព្រះមហាក្សត្រទ្រង់ពិចារណាជ្រាបហើយទ្រង់កាត់សេចក្តីថាព្រះស្ដែងជាច្បងទាំង2អ្នកដែលមានប្រពន្ធហើយចេញទៅសង់ផ្ទះនៅដោយខ្លួនឆ្ងាយពីឪពុកនោះត្រូវបាន1ភាគម្នាក់ស្មើគ្នាឯប្អូនពៅដែលនៅផ្ទះជាមួយឪពុកហើយបានថែរក្សាជំងឺឪពុកនោះត្រូវបាន2ភាគកូនសេដ្ឋីតែ3នាក់សុខចិត្តព្រមព្រៀងទទួលតាមព្រះរាជបន្ទូលនោះហើយក៏ថ្វាយបង្គំលាទៅយកទ្រព្យសម្បត្តិមរតកតាមចំណាយគ្រប់គ្នា